ម៉ាក់ពេលដែលកូនល្បីទៅកូនអត់ភ្លេចគុណម៉ាក់ណាម៉ាក់ពេលដែលកូនទិញឡាន571ម៉ាក់មួយពេលកូនទិញផ្ទះមួយខ្នងអាវិឡាម៉ាក់ឯងក៏វិឡាមួយដែរកូនអត់ភ្លេចគុណណាម៉ាក់ណាហ្នឹងហើយម៉ាក់ដឹងតាម៉ាក់ចាំកូនដឹងថាកូននឹងមិនភ្លេចគុណម៉ែទេប៉ុន្តែម៉ែចេះតែបារម្ភកូនឯងជាស្រីទៅម្នាក់ឯងខ្លាចកូនឯងនឹងដូចថាឯកោហើយមានគេបំពីអីទៅម៉ែនេះវាឈឺចាប់ណាកូនអូយមិនអីទេម៉ាក់ខ្ញុំសួរដូចឆោតមើលពេលម៉ែឯងដូចថាមានខ្ញុំជាកូនស្រីcủaម៉ែចឹងម៉ែមានមោទនភាពអត់មានតាម៉ាក់មានមោទនភាពតែថាម៉ាក់អត់ហ៊ានចេញពីផ្ទះមិនបានម៉ាក់អត់ហ៊ានចេញពីផ្ទះម៉ាក់ខ្មាស់គេអើយម៉ាក់គេមិនខ្មាស់គេខ្លាចគេថាកូនឯងនឹងកូនកំមុំស្រីស្អាតហើយអត់ព្រមឲ្យកូនឯងនឹងយកប្តីចេះតែគាត់ខាំងកូននៅជាមួយម្ដាយហ្នឹងណាម៉ាក់និយាយខ្ញុំស្មានតែនេះចាំម៉ែមានមោទនភាពមានកូនជាកូនម៉ែឯងដែរណោះហើយម៉ាក់បារម្ភណារាល់ថ្ងៃម៉ាក់ស្រឡាញ់ចាស្រឡាញ់ដល់ថ្នាក់អត់ហ៊ានឲ្យកូនចេញទៅណាមកណាទេមិនចឹងម៉ាក់ខ្លាចគេខ្លាចគេខ្លាចមិនម៉ាក់គេខ្លាចថាម៉ាក់នឹងមានកូនស្អាតទៅគេចំណែនគេអីទៅគេធ្វើបាបខ្លួនឯងហ្នឹងណាអូយម៉ាក់ผมនិយាយអស់ពៀតទេគាត់អញ្ចឹងក៏បាក់ដែរម៉ែខ្ញុំរាល់ថ្ងៃខ្ញុំសប្បាយចិត្តមានម៉ាក់ឯងជាម៉ាក់កូនតែកូនអន់ចិត្តមានប៉ាពេលខ្លះគាត់អត់យល់ចិត្តកូនទេម៉ែឯងដឹងអត់ទេពេលកូនចង់បានអីកូនធ្វើអីប៉ាបកាយកូនរហូតអូយគុំទៅប្រកាន់ប៉ាជាមនុស្សប្រុសវាមិនដូចស្រីទេហើយក៏វាមិនផ្ដេចផ្ដិតមកជាមួយកូននឹងព្រោះកូនធំហើយអញ្ចឹងគាត់ឯងគុំទៅប្រកាន់គុំទៅស្អប់ប៉ាកូនថាប៉ាអត់ស្រឡាញ់កូនដូចម៉ាក់ទេស្រឡាញ់តាណែឯងបាច់ម៉ែវាថាក្រុមហ៊ុនឡាកាម៉ូឥឡូវគេបង្កើតកម្មវិធីមីសឡាកាម៉ូកម្ពុជាអូឡាកាម៉ូយើងហ្នឹងហើយលុយរបស់គេម៉ែចាតែសមានកូនយើងវាចង់ណែឈប់កុំប្រាប់ថាឲ្យសាមាននឹងទៅប្រឡងបវរកញ្ញានឹងឲ្យសោះខ្ញុំឆ្ងល់ឯងនេះអង្គកូនសុំទៅប្រឡងចម្រៀងមិនឲ្យកូនទៅឥឡូវកូនចង់ទៅប្រឡងបវរកញ្ញាខាត់កូនទៀតហើយវាយ៉ាងម៉េចអូយអត់មើលរូបរាងកូននេះអីមើលតាឡានកឡុកស៊ីម៉ងឲ្យទៅប្រឡងបវរកញ្ញាងាប់ហើយអញខ្មាស់គេណាលោកអើយអូចាំមកកូនវាចង់ឲ្យកូនទៅចង់អាម៉េចនោះចកាយើងមាននៅសំឡូតឲ្យវាទៅធ្វើចកាទៅស្អីគេកូនជាស្រីឲ្យកូនទៅធ្វើចំការអានេះជាការងារមនុស្សប្រុសតាមិនឲ្យវាទៅធ្វើទៅត្រួតកម្មករកម្មអីមើលកម្មករនៅចកាហ្នឹងទៅអាហ្នឹងវាចំណង់ចំណូលវិវ័យយើងអាហ្នឹងវាត្រូវហើយចោះកូនវានៅក្មេងចិត្តវាអត់ចង់ទៅធ្វើចំការវាចង់ទៅប្រឡងបវរកញ្ញាមិនឲ្យកូនវាទៅណែខ្ញុំប្រាប់ឲ្យហើយណាកុំនិយាយរឿងហ្នឹងជាមួយខ្ញុំតទៅទៀតខ្ញុំប្រាប់ហើយថាមិនឲ្យប្រាប់ឲ្យទេនៅតែឲ្យប្រាប់ទៅអត់ទេអូយមិនប្រាប់គេអាមិនថាកូនឪជាឪហើយគាត់ជាមេគ្រួសារឲ្យម៉ែអត់ប្រាប់ឪឯងមិនកើតម៉ែនៅតែប្រាប់ទៅគាត់បកាយដែរចាំម៉ែប្រាប់ទៅអីចាំយើងទៅដល់ពេញហើយទៅចាំប្រាប់ទៅបងអូយឥឡូវយើងស្ដាប់ឪខ្លះទៅកូនស្ដាប់តាមឪនឹងឲ្យខ្ញុំចូលធ្វើអីបកាយរហូតដល់ប្រហែលសាហើយចូលទៅនេះក៏បកាយទៅនោះក៏បកាយពូខ្ញុំទៅពេញបាទចាឈប់អាម៉េចហ្មងម្លងក្បាលប៉ាហ្នឹងទៅមែនតើហ្នឹងហ៎ខ្ញុំជឿអត់បែរដល់ហើយរៀបរៀងខ្ញុំរហូតចាំពីខ្ញុំទៅប្រឡងចម្រៀងឥឡូវមុនក៏រៀបរៀងខ្ញុំដែរឥឡូវមករៀបរៀងទៀតឃើញអត់ទេអាអ្នកជាប់លេខ1ថ្ងៃមុនជាងមានព្រោះបងបើខ្ញុំទៅប្រឡងមិនក៏បានរំដាប់លងដែរឥឡូវមកគាត់ឲ្យខ្ញុំប្រឡងមកកញ្ញាមកបកាយទៀតអញ្ចឹងតាបានគេថាអាភាពជោគជ័យវាតែតែមានឧបសគ្គមកញ៉ៃមកប្រឡងប្រឡាក់រហូតណែមិនបាច់ប៉ានិយាយច្រើនទេមិនបាច់ទៅថោះកញ្ចក់ឯណានោះមើលតែចំណាំងពីផ្លាតពីឡានមកឃើញសម្បោះខ្លួនឯងទៅនៅហាអើយដល់សារតាមុខខ្ញុំមិនទាន់តែងហ្នឹងឥឡូវឃើញគាត់ឯងតែងទេចាឥឡូវឃើញតែងទេមកពីម្សៅយើងមកថោកពេកវាអត់ទីនឹងតីមកតែបាញ់ម្សៅគេល្អហើយម៉ោងទៅនោះប្រឡងហ្មងអីហាគេមិនទាន់ប្រឡងទេគេគ្រាន់តែធ្វើសន្និសិទកសែតអើចេះទៅឥឡូវបើគេមិនទាន់ប្រឡងទេឲ្យប៉ាហើយនឹងម៉ាក់ហ្នឹងទៅស៊ើបមុនសិនទៅហើយបើតើគេទៅធ្វើលក្ខខណ្ឌហ្នឹងយ៉ាងម៉េចខ្លះបើសិនជាត្រូវ
ប៉ាធ្វើលក្ខខណ្ឌឲ្យកូនឯងហើយចាំកូនឯងទៅប្រឡងតាមក្រោយហ្មងទៅហ្នឹងហើយណា ឥឡូវបងឯងលាក់សម្រស់សិនទៅកុំតន់បញ្ចេញ ហើយចាំកូនឯងបញ្ចេញមកភ្លឺពេញផ្ទះមក ម៉ែមួយប៉ាកុំកុហកកូនណា អូយមកអត់កុហកទេណាប៉ាពី អ កុហ ត់ ក កុ កូ ហ ន ក ណា ទេទៅអត់កុហកទេសន្យា អញ្ចឹងកូនទៅផ្ទះវិញក៏បានដែរ អឺ